ថ្ងៃកោថ្ងៃសិលហាមធ្វើដាច់ខាតចាស់បុរាណតែងតែដាស់តឿនកូនចៅថ្ងៃកោថ្ងៃសិលហាមធ្វើដាច់ខាតជីវិតនឹងដុនដាបរកស៊ីមិនឡើងថ្ងៃសិលទេវតាចុះមកកត់ត្រាអំពើល្អអំពើអាក្រក់របស់មនុស្សហើយអ្នកដែលរក្សាអបោសុតនឹងត្រូវបានកត់ឈ្មោះទៅហើយបើបានសាងអំពើល្អនៅក្នុងថ្ងៃនេះគឺបានបុណ្យទ្វេគុណហើយបើសិនជាសាងអំពើអាក្រក់បាបក៏ធ្ងន់ទ្វេគុណជាងថ្ងៃធម្មតាដោយសារតែបែបនេះតើមនុស្សចំនួនមុនមិនសម្លាប់សត្វនៅថ្ងៃសិលឥឡូវយើងមកមើលថាខហាមទាំង5មានអ្វីខ្លះខហាមទី1ហាមនិយាយវាចាក្រោតក្រៀតសោកសៀតចាក់ដោតលៀបពណ៌ថ្ងៃសិលជាថ្ងៃដែលស្ងប់បើសិនជាជេរស្ដីអ្នកណាក្នុងថ្ងៃនេះកម្មខាងវាចានឹងតាមទាន់ខទី2ហាមសម្លាប់បៀតបៀនសត្វនេះជាសិលខទី1ដែលយើងត្រូវរក្សាតែបើធ្វើនៅក្នុងថ្ងៃសិលទៀតបាបនឹងធ្ងន់ទ្វេគុណជាងធ្វើនៅថ្ងៃធម្មតាខទី3ហាមរួមភេទចាស់បុរាណនិយាយថាបើរួមភេទនៅក្នុងថ្ងៃសិលទេវតាប្រចាំខ្លួននឹងខ្សោយកម្លាំងការពារយើងមិនបានពេញកម្លាំងហើយថែមទាំងបើកផ្លូវឲ្យរបស់មិនល្អចូលមកខទី4នេះអ្នកគ្រូនិយាយតាមទំនៀមទម្លាប់ពីបុរាណចាស់ៗណាខែកញ្ញាត្រូវប្រយ័ត្នយ៉ាងពិសេសខែនឹងគេហៅថាខែខ្មោចប្រែតចេញរកស៊ីបើតាំងគន់នៅក្នុងខែនេះកូនអាចនឹងមានគ្រោះជាប់ខ្លួនខសំខាន់ហាមធ្វើនៅក្នុងថ្ងៃសំខាន់ក្នុងពុទ្ធសាសនាដូចជាវិសាខបូជាមាឃបូជាអាសាឍបូជាថ្ងៃអស់នេះជាថ្ងៃសាងបុណ្យមិនមែនសាងបាបសរុបឲ្យខ្លីថ្ងៃសិលជាថ្ងៃឈប់សាងអំពើអាក្រក់រក្សាសិលស្ដាប់ធម៌រក្សាចិត្តឲ្យស្ងប់ជីវិតនឹងរុងរឿងគ្រួសារមានសុភមង្គល